chú khi bong phô mà bị bay bay khi bong phô đàn ngày nào kia ở ní mà đào về san bạc cổ suốt đây nè tụi kia phim cai phim sáu mấy nhé nhiều bàn để chụp bực cô một nè bà đại có thưa đồng bày của mà Campuchia nơi chúng với bị phục lột hay chừng nón sai sập tệ này tụi kia bất chiều wow cha khang mình tên chân dùng sorry speak cho có hay có chị idol bao nhóm bà cứ bon đà ra tiêu đà ra chẳng sau mấy ní ngày tí sắp sắp nhung bàn để chụp quạt to nơi khai sim riệp tai một đó cứ nhung vừa đồng nào trên bị bòi ba tới bong phồn bà hay có bất chiều ri mình tên hay nhung bất chiều miền một nạp hiệp đài miền con khmer bị ruột ai chỉ con rồi tụi đó sai sập tệ bà chung mình phục lột bà này ngày hay đồng bay của ma Campuchia bảo dương hay ở ngoài đại sầm khán nó vui quát ray ở kia thả vị ca chui từ đó mình tì pet đo tập pi bà còn phèo bọc pan còn màng cò bông ôn hai bông ôn complete cho room tầng ở khnéในថ្ងៃទី3ថ្ងៃបិទបញ្ចប់កម្មវិធីជីពីស្រះស្រង់ចូលមកមន្ទីរពេទ្យកុមារអង្គរអញ្ចឹងបងប្អូនកុំភ្លេចចូលរួមទាំងអស់គ្នាតាមអ្វីដែលបងរិទ្ធគាត់បាននិយាយប្រាប់នៅក្នុងវីដេអូរបស់គាត់ក៏ដូចជាខ្ញុំបានសួរគាត់ដោយផ្ទាល់ដែរចាំខ្ញុំដាក់វីដេអូខាងចុងអញ្ចឹងបើត្រឡប់មកវិញខ្ញុំនិយាយពីចំណាប់អារម្មណ៍របស់ខ្ញុំម្ដងបាទខ្ញុំពិតជាចូលចិត្តគាត់បាទចូលចិត្តគាត់ខ្លាំងមែនទែនហើយគាត់ជា idol របស់ខ្ញុំដូចខ្ញុំនិយាយពីដំបូងអញ្ចឹងបាទទី1គាត់ធ្វើសប្បុរសធម៌ដែលរាំងគាសជួយកុមារជួយមន្ទីរពេទ្យបងប្អូនហ្នឹងហើយទី2អ្វីដែលសំខាន់គឺខ្ញុំចូលចិត្តថតរូបចូលចិត្តថតវីដេអូផលិតវីដេអូហើយគាត់ខ្ញុំមើលខ្ញុំចូលចិត្តរៀនសូត្រពីគាត់បានច្រើនមែនទែនខ្ញុំរៀនសូត្រពីគាត់បានច្រើនមែនទែនពាក់ព័ន្ធនឹងការផលិតវីដេអូពាក់ព័ន្ធនឹងការថតពាក់ព័ន្ធនឹងការអីបងប្អូនបាទហើយអ្នកដែលជំរុញឲ្យខ្ញុំចូលចិត្តថតរូបមនុស្សដូចជាមានតែ2នាក់ឯងបាទនឹងចូលចិត្តថតរូបទី1គឺពូរៀនថតហ្នឹងហើយទី2គឺប្រាប់ចំបាទហើយសម្រាប់បងរិទ្ធគឺខ្ញុំ sorry respect តែគាត់មែនតើគាត់បកកាយទាំងវីដេអូគាត់បកកាយទាំងថតរូបគឺ3បុគ្គលនេះបងប្អូនអ្នកដែលចូលចិត្តថតអ្នកដែលចូលចិត្តថតវីដេអូថតរូបឬក៏ធ្វើបែប content creator ថ្មីបងប្អូនអាចគុំរំលងពួកគាត់2នាក់ហ្នឹងគឺសំខាន់ខ្លាំងមែនតើហើយព្យាយាមក្រេបជញ្ជក់យកបទពិសោធន៍ពីគាត់ឲ្យបានច្រើនតាមរយៈមើលវីដេអូរបស់គាត់តាមរយៈអ្វីដែលគាត់ប្រាប់ជាពិសេសគឺជា podcast របស់គាត់ហើយខ្ញុំចាំបានខ្ញុំអង្គុយមើល podcast របស់គាត់ចំនួនទៅដល់2ម៉ោង14នាទីចុច28វិនាទីបងប្អូនបាទជា podcast របស់ពូរៀនថតហ្នឹងហើយខ្ញុំអង្គុយមើលគ្មានរំលង1វិនាទីណាទេហើយវ៉ាវខ្ញុំពិតជាទៅជួបគាត់ពីម្សិលមិញនេះគឺសប្បាយចិត្តខ្លាំងមែនតើហើយមិនខកចិត្តទេដោយសារតែយើងធ្វើដំណើរចេញពីប៉ោយប៉ែតទៅបាទមិនចិត្តទេបងប្អូនបាទ100ជាងគីឡូត្រឡប់ទៅមកវិញអាចនឹងខ្ទង់300គីឡូជាងហើយបងប្អូនបាទ300គីឡូជាងហើយពិតជាមិនខកបំណងទេគឺបានទៅជួបគាត់ដោយផ្ទាល់តែម្ដងហើយវ៉ាវបងប្អូនអត់អ្វីជាពរនីចំព្រោះដោយសារតែជា idol ក្នុងដួងចិត្តមែនតែនហ្មងបាទជួយសង្គមជាតិចែករំលែកបទពិសោធន៍ជីវិតផ្សេងបាទ sorry ពេកទៅកាន់បងទៀតតារារិទ្ធមែនតើហើយខ្ញុំគឺជា fan របស់គាត់ម្នាក់ខ្ញុំនឹងព្យាយាមយកគំរូតាមគាត់បាទតិចឬច្រើនខ្ញុំអត់ហ៊ាននិយាយទេប៉ុន្តែខ្ញុំនឹងព្យាយាមយកគាត់ជាគំរូរបស់យើងហ្នឹងហើយគឺគំរូល្អមែនតើហើយមានកិច្ចការងារជាច្រើនដែលគាត់បាននិយាយប្រាប់ថាគាត់ត្រូវធ្វើគាត់ត្រូវនិពន្ធសិភៅគាត់នៅតាក់តែងរឿងបាទអ្វីដែលគាត់ដើរជុំវិញហ្នឹងគឺប្រចាំងនៅរោងភាពយន្តអញ្ចឹងអ្វីដែលការងារទាំងអស់ហ្នឹងគាត់នឹងធ្វើតាមក្រោយទៀតអញ្ចឹងបងប្អូនកុំភ្លេចតាមដានគាត់ទាំងអស់គ្នានៅ page បងទីតារារិទ្ធក៏ដូចជាខាង
เพจบอกก็ដូចជាដំណើរធ្វើដំណើរជាមួយរថណាអូខេអ្នកនរគ្នាអញ្ចឹងពីខ្ញុំទៅមានតែប៉ុណ្្នឹងទេបាយបាយថ្ងៃនេះអ្នកនរគ្នាឥឡូវជួនដំណើរបងពីដំដែកឥឡូវដល់ទីពេទ្យកុមារអង្គរហើយថ្ងៃទី3ជីកង់ជុំគ្នាជាមួយបងនៅពីស្រះស្រង់មកទីពេទ្យកុមារអង្គរថ្ងៃ3ខ្ញុំ invite អ្នកនរគ្នាជួយអ្នកនរគ្នាចូលរួមកម្មវិធីបិទជាផ្លូវការថ្ងៃនេះមិនមែនជាបិទទេនេះគាត់ជិះមកដល់សៀមរាបចាប់ទុកថាខ្ញុំមកដល់កន្លែងដើមវិញជិះមកជុំមកដល់កន្លែងដើមហើយបងធ្វើដំណើរ2ឆ្នាំនេះគឺហត់នឿយខ្លាំងមែនតើហើយដើម្បីកុមារកម្ពុជាអញ្ចឹងជាចុងក្រោយខ្ញុំសូមជូនពរបងសុខភាពល្អសំណាងល្អនិងបងបន្តធ្វើកិច្ចការសង្គមប្រទេសជាតិយើងបានច្រើនទៀតបងអរគុណបង